ជំរាបសួរទៅជនទាំងអស់គ្នាដែលបានទិញដុំ Wi-Fi ប្រភេទនេះទៅអញ្ចឹងចំពោះលក្ខណៈនៃដុំ Wi-Fi នេះវាមានអង្គតាន6សម្រាប់ចាប់សេវាបានខ្លាំងល្អហើយចំពោះដុំ Wi-Fi នេះយើងអាចប្រើបានមុខងារ2យើងចង់ប្រើលក្ខណៈដាក់ថ្មប្រើក៏បានឬក៏ដោតភ្លើងប្រើអញ្ចឹងក៏បានចំពោះនៅខាងក្រោយរបស់វានេះវាមានរុនឡែនរុនវ៉ែនសម្រាប់បងប្អូនចង់ដោតបញ្ចេញបញ្ចូលឲ្យបានហើយវាមានបេតុងបិទបើកនិងកន្លែងដាក់ SIM ហើយនិងកន្លែង reset ចំពោះកន្លែងបេតុង reset នេះនៅពេលដែលបងប្អូនចង់ដូរ password ឬក៏ដាក់ password ឲ្យផ្លិចអាចចុច reset ហ្នឹងមកស្ទុះអីទៅវាអាចនឹងដាច់វិញហើយចំពោះ password វាមាននៅខាងក្រោយឬនៅខាងក្នុងកន្លែងដាក់ថ្មនេះចំពោះ password របស់វាហើយនេះដែរអាហ្នឹងដែរខ្ញុំចង់មកបង្ហាញពីរបៀបប្រើប្រាស់របស់វាដែលខ្ញុំកំពុងតែដោតនេះគឺខ្ញុំប្រើក្នុងលក្ខណៈដោតភ្លើងប្រើអញ្ចឹងចំពោះកន្លែងបេតុងកន្លែងដាក់ SIM នេះយើងត្រូវដាក់ឲ្យបានត្រឹមត្រូវទៅតាមសញ្ញាព្រួញដែលគេបានប្រាប់ហ្នឹងគឺយើងត្រូវដាក់SIM ដែលមានប្រឆិតហ្នឹងចូលទៅខាងក្នុងអញ្ចឹងបងប្អូនដាក់មកដល់ពេលបងប្អូនដាក់លើចូលក្លឹបហើយអាហ្នឹងវាចូលបានថាវាចូលហើយបងប្អូនចង់ដកវាវិញបងប្អូនគ្រាន់តែសកត់វាចេញមកវិញវានឹងលៀនចេញឲ្យវិញហើយអញ្ចឹងបន្ទាប់ពីដាក់ហើយយើងចាប់ផ្ដើមទៅធ្វើការបើក Wi-Fi ដើម្បី connect ជាមួយនឹងដុំមួយហ្នឹងអញ្ចឹងដូចនេះទូរស័ព្ទអូនអញ្ចឹងបងសូមធ្វើការ connect Wi-Fi របស់ដុំហ្នឹងនេះចំពោះ password របស់ដុំហ្នឹងដែរឬក៏ឈ្មោះ Wi-Fi របស់ដុំហ្នឹងគឺមាននៅខាងក្នុងនេះខាងលើនេះដែលនេះជាឈ្មោះរបស់វា 4G CPE 9E24 ហើយខាងក្រោមនេះ1.8ជា password របស់ដុំ Wi-Fi ប្រភេទហ្នឹងអញ្ចឹងនៅពេលដែលបងប្អូន connect បងប្អូនដាក់ទូរស័ព្ទមកហើយរើសមើលថាឈ្មោះមួយណាដុំ Wi-Fi អញ្ចឹងវានៅខាងលើនេះអញ្ចឹងវា load ឲ្យ Wi password អញ្ចឹងបងប្អូន Wi password មក1.8នេះបន្ទាប់ពីបងប្អូន Wi ហើយបងប្អូនចុចពាក្យជាន់នេះមករួចហើយរងចាំវាបន្តិចវានឹង load Wi-Fi ឲ្យបងប្អូនសញ្ញាគ្រីសនៅខាងមុខហ្នឹងបានន័យថាយើងភ្ជាប់ជាមួយនឹងដុំ Wi-Fi ហ្នឹងជាប់ហើយចាអញ្ចឹងបងប្អូនអាចប្រើប្រាស់ Wi-Fi នឹងបានហើយបើយើងអាចចូលទៅមើល YouTube Facebook អីទៅតាមតម្រូវចិត្តរបស់បងប្អូនបានអញ្ចឹងអានេះសម្រាប់ការប្រើប្រាស់នៅប្រភេទដោតខ្សែអញ្ចឹងក្នុងនេះគឺយើងអាចដាក់ថ្មបានបើបងប្អូនអត់ចង់ប្រើដោតខ្សែទេបងប្អូនអាចដាក់ថ្មប្រើបាននេះជាថ្មរបស់វាហើយអានេះចំពោះការប្រើដោតខ្សែអញ្ចឹងបើបងប្អូនចង់ដោតថ្មវិញបងប្អូនចង់ដាក់ថ្មវិញបងប្អូនត្រូវនេះចុចកុងបើកកុងតាក់កន្លែងនេះអញ្ចឹងឥឡូវខ្ញុំសាកដាក់ថ្មឲ្យបងប្អូនមើលម្ដងអានេះចំពោះការដាក់ប្រើប្រាស់ការដាក់ថ្មអញ្ចឹងនៅពេលដែលបងប្អូនដាក់ថ្មហើយបងប្អូនត្រូវចុចប៊ូតុងបើកនេះហើយបញ្ជាក់មួយទៀតចំពោះដុំ Wi-Fi ដែលប្រើប្រាស់ SIM បងប្អូនដាក់ SIM ហើយចាំបងប្អូនបើកដំណើរការវាប្រើប្រាស់អញ្ចឹងទៅវាបានដើរបើបងប្អូននៅដោតវាឬក៏ដាក់ថ្មបើកវាហើយបានដាក់ SIM តាមក្រោយគឺវាអត់ដំណើរការបើកឲ្យទេអញ្ចឹងដល់ពេលដែលបងប្អូនដាក់ថ្មហើយដាក់ SIM ហើយអញ្ចឹងយើងត្រូវចុចកន្លែងប៊ូតុងនេះយើងត្រូវរុញវាមកខាងនេះគឺបងប្អូនត្រូវរុញវាបើកឲ្យលឺប៉កអញ្ចឹងមកនោះវានឹងដំណើរការបើកនៅមើលភ្លើងនៅខាងលើនេះវានឹងចាញ់ភ្លើងអញ្ចឹងចូលដល់របៀបដូរ password អញ្ចឹងមុនដំបូងហ្នឹងបងប្អូនត្រូវចូលទៅ connect ឬក៏ភ្ជាប់ Wi-Fi របស់ដុំ Wi-Fi ហ្នឹងសិនអញ្ចឹងនេះឈ្មោះ Wi-Fi របស់ដុំហ្នឹងដែលនៅកន្លែង SSID ហ្នឹងឈ្មោះរបស់វា 4G CPE 9E24 ហ្នឹងមកហើយដល់ពេល password របស់វា1.8ហ្នឹងមកនៅពេលដែលបងប្អូន connect ហើយយើងត្រូវចូលទៅដូរ password អញ្ចឹងចូលទៅដូរ password សម្រាប់ទូរស័ព្ទដៃ Android បងប្អូនចូលទៅ Google Chrome ហើយសម្រាប់ទូរស័ព្ទ iPhone បងប្អូនចូលទៅ Safari អញ្ចឹងដល់ពេលបងប្អូនចូលទៅហើយបងប្អូននេះវាយកន្លែង ID របស់វានេះ 192.168.0.1 អញ្ចឹងដល់ពេលបងប្អូនដែលមានទូរស័ព្ទដៃ Android ឬក៏ iPhone ហ្នឹង iPhone ចូលទៅ Safari ហើយ Android ហ្នឹងចូលទៅ Google Chrome ចូលទៅវាយ ID ដែលខ្ញុំបានច្អល់នេះមកនេះ 192.168.0.1 អញ្ចឹងដល់ពេលបងប្អូនវាយហើយបងប្អូនអាចចូលទៅដូរ password បានអញ្ចឹងចំពោះនេះខ្ញុំបាន connect Wi-Fi រួចហើយអញ្ចឹងខ្ញុំចូលទៅធ្វើការដូរ password តែម្ដងអញ្ចឹងខ្ញុំវាយលេខកូដរួចហើយខ្ញុំនឹងចុចពាក្យ search នោះកន្លែងសញ្ញាព្រួយ search ហ្នឹងមកវានឹងចេញឲ្យលោតជាផ្ទាំងមួយនេះមកអញ្ចឹងចំពោះខាងផ្ទាំងហ្នឹងគេទាមទារ password អញ្ចឹងចំពោះ password បងប្អូនវាយពាក្យថា admin អក្សរតូចទាំងអស់ចា admin អត់មានដក clear ទេបងប្អូនបន្ទាប់មកបងប្អូនចូលពាក្យ login ហ្នឹងមកវានឹងឲ្យបងចូលទៅកន្លែងមួយផ្ទាំងទៀតដែលផ្ទាំងហ្នឹងបងចូលទៅយកពាក្យកន្លែង setting សុំទោសមែនកន្លែងហ្នឹងទេកន្លែង setting នោះនៅខាងចុងគេមកហ្នឹងចាបន្ទាប់មកបងប្អូនចូលទៅកន្លែង setting Wi-Fi ចាចំពោះនឹង setting Wi-Fi ហ្នឹងបងប្អូនយកពាក្យយកកន្លែង SSID ហ្នឹងមក
តពីបងប្អូនចូលកន្លែង SSID នឹងហើយវានឹងលោតចេញជាផ្ទាំងនេះដែលមានឈ្មោះ Wi-Fi អាចាស់របស់យើងហ្នឹងហើយនឹងលេខកូដដដែលរបស់វាហ្នឹងអញ្ចឹងបងប្អូនធ្វើការដូរមកឥឡូវខ្ញុំសូមលុបឈ្មោះ password ហ្នឹងហើយខ្ញុំដាក់ឈ្មោះថាNAK ណាអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំដាក់ឈ្មោះណាអញ្ចឹងមកហើយ password ខ្ញុំដូរដែរមកខ្ញុំដាក់1លេខ1 8ដើមចាបន្ទាប់ពីចូលដូរហើយបងប្អូនចុចពាក្យខាងក្រោមហ្នឹងមកបងប្អូន add link ហ្នឹងមកបន្ទាប់មកហើយចុចពាក្យ yes ហើយបងប្អូនរងចាំបន្តិចទៅវាកំពុងតែផ្ដាច់ឈ្មោះ ឈ្មោះ Wi-Fi របស់យើងអាចាស់ហ្នឹងហើយអញ្ចឹងឥឡូវរួចហើយបងប្អូនអាចចេញទៅ connect កន្លែង Wi-Fi មកចានោះវានឹងលោតឈ្មោះឲ្យដែលយើងទៅតែដាក់ហ្នឹងឈ្មោះណាក់ហ្នឹងមកបងប្អូនចុចមកហើយវាយ password ដែលបងប្អូនបានដូរមិញហ្នឹងមករួចហើយនោះវាកំពុងតែ connect ឲ្យបងប្អូនអញ្ចឹងឥឡូវ connect ជាប់ហើយចុះបងប្អូនអាចប្រើប្រាស់បានហើយអរគុណច្រើនបងប្អូន